នារីម្នាក់អង្គុយនៅលើសាឡុងអស់រយៈពេលជាង10ឆ្នាំរហូតដល់នាងស្លាប់ហើយរាងកាយរបស់នាងត្រូវបានរលាយចូលទៅក្នុងសាឡុងនោះតែម្ដងហើយនេះគឺជារឿងពិតក្នុងឆ្នាំ2022នៅរដ្ឋ Louisiana ប៉ូលីសបានចូលទៅក្នុងផ្ទះមួយហើយបានរកឃើញស្ត្រីម្នាក់មានវ័យ36ឆ្នាំដែលដេកនៅលើសាឡុងហើយរាងកាយរបស់នាងត្រូវបានរលាយជាប់ចូលទៅក្នុងសាឡុងនោះតែម្ដងនៅលើរាងកាយរបស់នាងមានតបៅរលេះរលួយធ្ងន់ធ្ងរគេជឿថានាងអង្គុយនៅលើសាឡុងនឹងថ្កល់តែមួយកន្លែងអស់រយៈពេលជាច្រើនឆ្នាំLacey Fletcher នាងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងររហូតធ្វើឲ្យនាងកាត់ផ្តាច់ពីសង្គមខាងក្រៅទាំងស្រុងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺទោះបីជា Lacey ផ្តាច់ខ្លួនចេញពីសង្គមខាងក្រៅមែនប៉ុន្តែ Lacey មិនបានរស់នៅតែម្នាក់ឯងទេ Lacey រស់នៅក្នុងផ្ទះជាមួយនឹងឪពុកម្ដាយហើយនាងគឺជាកូនស្រីទោលតែម្នាក់ទៀតផងឪពុកម្ដាយរបស់ Lacey ត្រូវបានចោទប្រកាន់ឲ្យជាប់មានទោសពីបទមិនផ្ដល់ការថែទាំហើយនឹងមើលថែកូនរបស់ខ្លួនឲ្យបានត្រឹមត្រូវនៅក្នុងករណីនេះក៏បានផ្ដល់ការភ្ញាក់ផ្អើលដ៏ធំមួយទៅកាន់សង្គមហើយសង្គមក៏បានសួរសំណួរមកវិញថាតើការដែលមិនអើពើមិនខ្វាយខ្វល់អំពីសុខុមាលភាពរបស់កូនវាអាចคล้ายទៅជាអំពើនៃការសម្លាប់បានដែរឬទេនៅក្នុងសាច់រឿងនេះមិនមែនជាខ្សែភាពយន្តទេប៉ុន្តែវាគឺជាសាច់រឿងពិតដែលបានកើតឡើងនៅក្នុងសង្គមសហរដ្ឋអាមេរិកបើអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវពិតនៅក្នុងករណីមួយនេះយ៉ាងណាអ្នកទាំងអស់គ្នាអាចទៅទស្សនាវីដេអូពេញនៅលើ YouTube Channel Naomi